Chúng mình xua nhóm chưa có lúc các nà tại vòng liêu phía xa của lệ tam video tôi chưa dọn bạn khăn chụp khuyên yu hai đại về nè và bê đại khăn chụp khuyên yu chúng chưa có lệ ní dây thầm ấy tại nhóm xông này nó việc ní hai xông box rải cả yol trở lắm ông việc níក្នុងvideo ngày ní bạnពេលដែលជនជាតិកូរ៉េខានជួបគ្នាក្នុងមួយរយៈយូរបន្តិចដូចជាអាចនិយាយបានថាចាប់ពី4ថ្ងៃដល់1សប្តាហ៍ហើយជួបគ្នាឡើងវិញជនជាតិកូរ៉េនិយាយពាក្យហ្នឹង잘 지냈어요ថាតាមខ្ញុំ잘 지냈어요បាទបកប្រែយ៉ាងស្រួលទៅមានន័យថាសុខសប្បាយទេបាទប៉ុន្តែត្រូវតែយល់ច្បាស់ថាវាមិនមែនជាសុខសប្បាយទេ100%ដែលយើងអាចនិយាយបានជារៀងរាល់ថ្ងៃនោះទេសូមបកស្រាយបាទ 지냈어요 មកពីទម្រង់ដើមកិរិយាសព្ទ 지내다 ដែលមានន័យថារស់នៅឬចំណាយពេលរីឯ잘មានន័យថាល្អតាមពិតវានិយាយចំទៅឲ្យបានល្អស្ដាប់ពាក្យគុណកិរិយាឲ្យបានល្អសរសេរតែភាសាខ្មែរប៉ុណ្ណឹងយើងយល់មែនទេតើអ្នករស់នៅឲ្យបានល្អទេតើអ្នកចំណាយពេលឲ្យបានល្អទេដូច្នេះហើយប្រយោគនេះយើងអាចបកប្រែបានថាតើអ្នកចំណាយពេលឲ្យបានល្អទេប៉ុន្តែយើងអាចនិយាយបានថាប្រយោគនេះខ្វះពាក្យមួយគេលុបពាក្យដើម្បីស្រួលនិយាយគឺនៅទីនេះគឺតុងអានគឺតុងអានមានន័យថាអំឡុងពេលនោះតើអំឡុងពេលនោះអ្នកចំណាយពេលឲ្យបានល្អទេតើអំឡុងពេលនោះអ្នកសុខសប្បាយទេមានន័យថាចេះដូច្នេះហើយពាក្យនេះយើងអាចប្រើប្រាស់ក្នុងកាលៈទេសៈជាក់លាក់មួយគឺពេលដែលមនុស្សខានជួបគ្នាក្នុងមួយរយៈយូរសូមគុំនិយាយពេលជួបដំបូងខ្ញុំឧស្សាហ៍ជួបតែអ្នកដែលធ្លាប់រៀនភាសាកូរ៉េពីមុនមកដោយខ្លួនឯងឬក៏តាមសៀវភៅខ្លួនឯងគេរៀនពាក្យនឹងហើយបកប្រែថាសុខសប្បាយទេជួបខ្ញុំដំបូងលោកគ្រូករណា잘 지냈어요យើងមិនដែលស្គាល់ផងដូចជាមិនសមរម្យដែរហើយករណីមួយទៀតពេលដែលមនុស្សជួបគ្នាជារៀងរាល់ថ្ងៃឧទាហរណ៍កូនសិស្សខ្ញុំមករៀនរាល់ថ្ងៃជួបខ្ញុំបងរៀនរាល់ថ្ងៃសូមគុំនិយាយថា잘 지냈어요ទេពីព្រោះយើងតាមដានហើយតាមដានលោកគ្រូសុខសប្បាយអត់ឈឺហើយដូច្នេះមិនបាច់សួរពាក្យនឹងទេពេលនោះពេលដែលជួបគ្នារៀងរាល់ថ្ងៃសូមសួរធម្មតាចុះសួរធម្មតាថាម៉េច안녕하세요ល្មមរីឯពេលដែលមនុស្សជួបគ្នាដំបូងមានពាក្យល្អមួយសូមណែនាំបាទគឺឆើម뵙다គឺជាពាក្យគួរសមនៃ만나다ជួបបាទ처음 뵙겠습니다តាមប្រយោគនេះគ្មានអត្ថន័យអីសំខាន់ទេគឺគ្រាន់តែសូមជួបគ្នាជាលើកដំបូងសូមជួបគ្នាជាលើកដំបូងប៉ុន្តែប្រហែលជាមានការបង្កប់អត្ថន័យខ្ញុំរីករាយណាស់ដែលបានជួបដំបូងដោយពាក្យ만나서 반갑습니다នឹងដែរបាទថ្ងៃនេះយើងរៀនតែប៉ុណ្្នឹងទេប៉ុន្តែគឺយើងពេលដែលយើងរៀនពាក្យមួយយើងត្រូវគិតគូរទៅលើស្ថានភាពដែលយើងគួរប្រើពាក្យនឹងឲ្យបានសមរម្យល្អនិយាយទៅត្រូវต้องវប្បធម៌កូរ៉េបាទសូមនិយាយ잘 지냈어요 그동안 잘 지냈어요 처음 뵙겠습니다
បាទចំពោះអ្នកដែលចាប់អារម្មណ៍រៀនភាសាកូរ៉េដូចជាថ្នាក់សិនតញឬក៏មានបងប្អូននៅជុំវិញចង់ឲ្យរៀនភាសាកូរ៉េតាំងពីថ្នាក់មូលដ្ឋានសូមអញ្ជើញមករៀននៅ KLC យើងខ្ញុំបើកវគ្គថ្មីជារៀងរាល់ដើមខែក្រោយគឺដើមខែ9សូមអរគុណច្រើនដែលតាមដានវីដេអូខ្ញុំ감사합니다. 안녕히 가세요. 좀 우리